អត់ភ្ញៀវទេសចរគេមកចូលទស្សនាមើលណាកូន អូបាទតែយើងយកដាក់មានម៉ូត ចាឲ្យមានម៉ូតអត់ភ្ញៀវទេសចរមើល អូបាទតែមានភ្ញៀវមកមើលដែរចុះ ចាមានភ្ញៀវយកមកមើលដែរ អូភ្ញៀវបរទេសមែនណា ចា អូតាសុំពឹងពុកម៉ែបងប្អូនជួយ share ទៅដល់ប្រទេសក្រៅផងនៅក្នុងស្រុកយើងនៅក្នុងប្រទេសយើងជួយ like ជួយ share ជួយ follow page ចៃដនរីសិនចឹងណាពុកម៉ែបងប្អូនបាទជម្រាបសួរលោកយាយបាទខ្ញុំមកពីខាង page ចៃដនរីសិនហើយจะភ្ជាប់ជាមួយពវែនលក់សិប្បកម្មខ្មែរផងក៏ចុះមកទិញផងចុះមកផ្ដិតយករូបភាពអ្នកធ្វើផងដើម្បីទី1បានដើម្បីផ្សព្វផ្សាយទៅដល់ក្រៅប្រទេសទៅដល់ប្រទេសជិតខាងបងប្អូននៅក្នុងប្រទេសយើងហើយមួយទៀតពវែនបានលក់សិប្បកម្មខ្មែរនឹងផងអញ្ចឹងបានផ្ដិតយករូបភាពមកហើយមួយទៀតចង់ផ្ដិតយករូបភាពទៅតាម comment បងប្អូនដែលចង់ផ្ដិតយករូបភាពអ្នកធ្វើតាមភូមិឡើងចុះមកហើយថ្ងៃនេះចុះមកបន្តហើយបងប្អូនបាទដោយសារអ្នក comment គឺចង់និយាយគេតាមដានយើងជា fan កំពូល fan ដែលគាត់តាមដានយើងពិតប្រាកដបាទជួយ like ជួយ share ជួយ follow ទៅហើយពវែនក៏ធ្វើតាម comment បាទចុះមកតាមភូមិតាមស្រុកតាមឃុំរបស់ពវែនហើយមួយទៀតងាកមកខាងសិប្បកម្មខ្មែរយើងវិញនេះលោកយាយកំពុងតែត្បាញហើយណាពុកម៉ែបងប្អូនបាទកំពុងត្បាញហើយបាទនេះជាសកម្មភាពលោកយាយក៏ត្បាញជាប្រចាំថ្ងៃទី1គឺលោកយាយក៏បានកម្រៃពីសិប្បកម្មជាលពាក់នឹងផងដើម្បីធ្វើបុណ្យឬក៏ទៅវត្តទៅសុំសិលទៅអីផ្សេងៗចេះលោកយាយក្មួយចង់សួរព័ត៌មានខ្លះពីលោកយាយថាអំពីសិប្បកម្មខ្មែរយើងនេះចង់និយាយថាលោកយាយធ្វើជាត្បាញហ្នឹងមួយថ្ងៃបានប្រហែលដែរលោកយាយមួយថ្ងៃបើយើងធ្វើយុទ្ធបានជាពិតប្រកបបាន3ណាកូនអូមួយថ្ងៃបាន3បាន3ដែលយើងចាស់ឲ្យបាន3កូនបាទអានេះជាប្រភេទជាដាក់កលែជាដៃកលែជាដៃយូរទៅផ្សារខ្ញុំឃើញមានជាលឈុតមានជាលផ្សេងខាងនោះធ្វើដែរឬក៏មិនដែរខាងនោះយើងទិញពីភូមិគេផ្សេងទេកូនគឺយើងអត់ចេះទេចេះទិញពីគេជានូលមកឲ្យភ្ញៀវទេសចរគេមកចូលទស្សនាមើលណាកូនអូបាទតែយើងយកដាក់មានម៉ូតចាឲ្យមានម៉ូតអត់ភ្ញៀវទេសចរមើលអូបាទតែមានភ្ញៀវមកមើលដែរចុះមានភ្ញៀវយកមកមើលដែរអូភ្ញៀវបរទេសមែនណាអូចុះមួយថ្ងៃមកប្រហែលដងដែលភ្ញៀវបរទេសថ្ងៃណាបើជួនកាល5ថ្ងៃមកម្ដងអូ5ថ្ងៃមកម្ដងចាមកម្ដងមានភ្ញៀវថ្ងៃណាមាន5ម៉ូតូទៀតណា5ម៉ូតូចាថ្ងៃណាមានតែ2ម៉ូតូឬ1ម៉ូតូប៉ុណ្ណោះឯងអូបាទចា10ថ្ងៃពេល10ថ្ងៃចេះតែនេះជាសម្ដីពាក្យពិតរបស់លោកយាយដែលគិតនៅក្នុងភូមិរបស់ពវែននេះណាក្នុងសហគមន៍របស់ពវែនហើយមួយទៀតដូចងាកមកឃើញខាងក្រោយដែលគាត់តាំងនេះមានជាផ្សេងសិតតាស្នាដៃរបស់លោកយាយតាំងពីសង្គមមកពីដើមមកគាត់ធ្វើតាំងពីដើមមកណាពុកម៉ែបងប្អូនបាទហើយសូមបើបងកញ្ចក់បន្តិចដោយសារតែសូមពឹងពុកម៉ែបងប្អូនជួយ share ទៅដល់ប្រទេសក្រៅផងនៅក្នុងស្រុកយើងនៅក្នុងប្រទេសយើងជួយ like ជួយ share ជួយ follow page ចៃដនរីសិនចឹងណាពុកម៉ែបងប្អូនដើម្បីអីដើម្បីផ្សព្វផ្សាយទៅក្រៅប្រទេសដើម្បីផ្សព្វផ្សាយឲ្យលោកយាយគាត់មានភ្ញៀវមកដល់ប្រទេសលោកយាយជួនកាលភ្ញៀវគាត់កាយគាត់តាក់ទងមកខ្ញុំបាទនឹងនាំភ្ញៀវមកកន្លែងលោកយាយឲ្យគាត់មកមើលធ្វើផងអីផងចឹងណាបើចង់និយាយថាខាងនេះចង់និយាយថាខាងលោកយាយគាត់យើងនាំភ្ញៀវមកមើលធ្វើអីថតអីទៅបងប្អូនបាទអាចតំណត្រង់មកក្នុង Telegram ពវែនដែលដាក់នៅក្នុង page ចឹងណាតែបញ្ជាក់ឲ្យ Telegram ពវែនមានតែមួយខ្សែទេនៅក្នុង page បងប្អូនចង់នាំភ្ញៀវមកមើលអត់ស្គាល់កន្លែងស្គាល់អីតាមតំណត្រង់ពវែនក៏ផ្ទាល់ក៏បានឬក៏មកក្នុងភូមិបន្ទាយឈើជ្រៃនេះក៏បានដែរបងប្អូនគ្រប់ផ្ទះតាមផ្លូវបងប្អូនបាទចង់ចុះមកផ្ទាល់អីទៅអាហ្នឹងពវែនអានេះជាសារមួយសម្រាប់ដល់ពុកម៉ែបងប្អូនដែលគាត់តែដឹងចាបើបងប្អូនគាត់មានទេសចរដែលគាត់ដឹងហើយគាត់ណាមកចឹងណាដើម្បីលើកស្ទួយក្នុងភូមិក្នុងស្រុកយើងនឹងគ្នាចងក្រងជាសហគមន៍ដើម្បីនាំភ្ញៀវទេសចរទាក់ទាញភ្ញៀវទេសចរមកនៅក្នុងភូមិស្រុកប្រទេសយើងដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិយើងដែរណាបងប្អូនបាទហើយចង់ភ្ជាប់វីដេអូទាំងម្ដងបាទមុននឹងបញ្ចប់វីដេអូនេះដែរខ្ញុំបាទក៏ចង់ឲ្យពុកម៉ែបងប្អូនជួយ like ជួយ share ជួយ follow page ឲ្យបានច្រើនដូចពីមុនមកហើយនឹងឲ្យកាមេរ៉ាជួយផ្ដិតយករូបភាពទាំងអស់នេះដែលលោកយាយក៏ទិញពីភូមិផ្សេងផងលោកយាយក៏ធ្វើខ្លួនឯងផងណាពុកម៉ែបងប្អូនបាទដើម្បីយើងផ្សព្វផ្សាយទៅក្រៅប្រទេសតែខ្មែរយើងមិនចាញ់ប្រទេសជិតខាងទេបាទរបស់ធ្វើដោយដៃពិតព្រោះអីពវែននៅលើកជាឧទាហរណ៍លើកជា comment ថាមានតែពុកម៉ែបងប្អូនcomment ទេពូវិនធ្វើទៅវាផ្ទុះវីដេអូបាទ comment ថាចង់ចុះទៅភូមិទៅស្រុកទៅនេះទៅនោះ comment មកពុកម៉ែបងប្អូនពូវិនមានតែរៀបដៃ10ទេ
អរគុណពុកម៉ែបងប្អូនដែលជួយ share ជួយ like ជួយទិញបើបានជួយទិញក៏ជួយ share ជួយ like ទៅហើយមួយទៀតប្រវិនបើបងកញ្ចក់ទិញប្រវិនមានលក់ online 25ខេត្តក្រុងដែរពុកម៉ែបងប្អូនបានអាចទំនាក់ទំនងលេខ Telegram នៅក្នុង page ហើយវីដេអូយើងខ្ញុំក៏មានតែប៉ុណ្្នឹងហើយមួយទៀតបន្តិចទៀតនេះបើវីដេអូបន្ទាប់ទៀតនឹងអាចមានភ្ញៀវមកប្រវិននឹងមកថតភ្ញៀវបរទេសគិតចុះមកថតគិតមករៀនធ្វើគិតមកដែលមគ្គទេសចរកណ្ដាំម៉ូណាប្រវិននឹងផ្ដិតយករូបភាពកុំភ្លេចតាមដានវីដេអូបន្តទៀតបាទហើយវីដេអូយើងខ្ញុំក៏មានតែប៉ុណ្្នឹងឯងបាទគ្រប់លាអរគុណ